ចាជំរាបសួរបងប្អូនទាំងអស់គ្នាបន្ទាប់ពីបាត់មុខមួយរយៈឥឡូវល្ងាចនេះចេញមុខមកបញ្ញាយបងប្អូនចាឲ្យបាត់មុខនឹងអត់មានទៅណាទេបងប្អូនគឺថារវល់មមាញឹកជាមួយតែកូននឹងឯងគាត់ថាអត់សូវមានពេលបានថតវីដេអូចឹងណាបងប្អូនហ្នឹងហើយថ្ងៃនេះក៏សូមចេញវីដេអូធ្វើខគោបងប្អូនចាអានេះខតាមបែបគ្រួសារនាងខ្ញុំបងប្អូនចានិយាយទៅទិញសាច់គោមកល្អដែរបងប្អូនអត់សូវស្វិតណាសាច់នេះគឺរងាស់អត់យូរហ្មងទេនិយាយទៅបើរងាស់យូរនាងខ្ញុំត្រូវធ្វើតាំងពីព្រឹកអីតែដោយសារសាច់នេះគឺល្អមែនតើហើយអ្នកលក់គាត់ប្រាប់ថាអត់ចំណាយពេលរងាស់យូរអីទេហ្នឹងហើយចឹងគឺថាលឿនមែនបងប្អូនដល់ពេលដល់ម៉ោងទៅយកកូនអីនេះគឺខនេះខ្ញុំញ៉ាំបានហើយល្អទៀតងុំល្អបងប្អូនចឹងខ្ញុំមាននំប៉័ងខ្លះហ្នឹងហើយក៏មានកាទៀវកាត់កាទៀវអីចឹងទៅស្រស់ដាក់ញ៉ាំទៅចាហើយនេះបងប្អូនសម្រាប់បន្លែបងប្អូននៅតាមពិតយើងអត់មានកម្រងទេប៉ុន្តែដោយសារបើកទូមកអត់មានអីទេនៅសល់តែការ៉ុតទៅនឹងឆៃថាវហ្នឹងគឺវាត្រូវគ្នាល្មមតែក៏វាតិចដែរអញ្ចឹងណាបងប្អូនអញ្ចឹងក៏ដាក់បង្ហើយតែម្ដងទៅអត់បានចេញទៅទិញបន្លែអីថែមទៀតទេគឺដាក់តែប៉ុណ្ណឹងទៅរួចហ្នឹងឯងបងប្អូនមើលគ្រួសារហើយនឹងកូនគាត់ញ៉ាំហ្នឹងហើយបងប្អូនកូនបើគាត់ញ៉ាំជ្រលក់ជាមួយនំប៉័ងប្តីខ្ញុំកាទៀវកាត់ហើយកូនធំគេជ្រលក់មួយនំប៉័ងដែរចាអញ្ចឹងអរគុណបងប្អូនដែលបានតាមដានវីដេអូរបស់នាងខ្ញុំចាតាំងពីដើមរហូតដល់ចប់ហ្នឹងហើយនេះបងប្អូនសកម្មភាពប្តីហើយនឹងកូនញ៉ាំហើយអាហារសម្រន់របស់កូនចាបងប្អូនទំនងអត់បងប្អូនចាអរគុណច្រើន